តើជំហានដំបូងយើងដាក់អង្គតាមចំណងចិត្តដែលយើងហូបអស់អញ្ចឹងខ្ញុំដាក់3កំប៉ុងហើយបន្ទាប់មកយើងយកទៅលាងក្នុងការលាងនេះដែរយើងលាងរយៈពេល3ទឹកដើម្បីឲ្យវាស្អាតណាហើយយើងលាងវារហូតតតែវាស្អាតអញ្ចឹងយើងលាងរយៈពេល3ទឹកហើយទៅមកខ្ញុំលាងហើយខ្ញុំចាក់ទឹកចេញហើយខ្ញុំក៏ដាក់លាងទៀតលាងម្ដងហើយម្ដងទៀតរយៈពេល3ដងហ្នឹងគេហៅថា3ទឹកហើយយើងក៏ដាក់ទឹកថែមហើយយើងលាងទៀតលាងរហូតដល់វាអស់អាសហ្នឹងអញ្ចឹងយើងលាងវាដើម្បីស្អាតហើយបន្តមកទៀតយើងក៏យកដៃកូរទៅកូរចុះកូរឡើងដើម្បីវាស្អាតអញ្ចឹងហើយបន្ទាប់ទៅយើងកូរហើយវាស្អាតហើយយើងក៏ដាក់ទឹកថ្មីអញ្ចឹងដាក់ទឹកស្អាតដើម្បីយើងយកទៅដាំហើយនៅការដាក់ទឹកនេះដែរយើងកុំដាក់ទឹកតិចពេកវាឆៅអញ្ចឹងយើងដាក់ទឹកវាច្រើនដើម្បីឲ្យវាពុះទៅយើងអាចច្រឹតទឹកចេញអញ្ចឹងអាហ្នឹងទៅវាឆ្អិនល្អlúc nàoយើងដាក់ទឹកតិចគឺវាឆៅហើយអញ្ចឹងដាក់ទឹកវាច្រើនដាក់ពីផ្តិលអីទៅពេលដែលយើងដាក់ទឹករួចហើយយើងក៏យកវាទៅដាក់ក្នុងឆ្នាំងហើយយកទៅដាំភ្លើងឲ្យល្មមឥឡូវវាអាចពុះតិចហើយយើងរង់ចាំវារយៈពេលរាំងយូរទៅប្រហែលជា10នាទីទៅ10នាទីគឺវាល្មមឥឡូវរយៈពេល10នាទីហើយយើងទៅបើកមើលវាម្ដងទៀតឥឡូវឃើញថាបាយរបស់យើងវាឆ្អិនហើយនេះគឺវាឆ្អិនហើយអញ្ចឹងយើងរង់ចាំវារយៈពេល10នាទីទៀតឬក៏5នាទីទៀតដើម្បីឲ្យវាឆ្អិនល្អឥឡូវហ្នឹងគឺយើងជោគជ័យហើយក្នុងការដាំបាយហូបដោយខ្លួនឯងដល់ឃើញថាវាឆ្អិនហើយអរគុណសម្រាប់មើលវីដេអូ